សួស្តីបងប្អូនទាំងអស់គ្នាតើឥឡូវមកមើលអំពីរបៀបធ្វើស៊ុបឬក៏ស្ងោរជ្រក់ដើម្បីបើកម្លាំងហូបទាំងអស់គ្នាចាចំពោះគ្រឿងផ្សំនោះគឺខ្ញុំមានសាច់គោប៉ុន្តែខ្ញុំអត់ប្រើទាំងអស់ទេបន្តមកទៀតខ្ញុំមានជាមួយនឹងគ្រឿងស្ងោរជ្រក់មានគល់ស្លឹកគ្រៃមានអីដែលយើងកាត់ឆ្អាបគ្រឿងកាត់ឆ្អាបដូចដែលខ្ញុំបានបង្ហាញហ្នឹងអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីមើលគ្រឿងផ្សំហើយឥឡូវយើងមកហាន់សាច់ទាំងអស់គ្នាការហាន់សាច់របស់ខ្ញុំហ្នឹងបងប្អូនចង់ហាន់ដូចខ្ញុំក៏បានដែរហាន់ស្ដាងៗដូចខ្ញុំក៏បានហាន់ខាស់ជាងខ្ញុំក៏បានដែរតាមការចូលចិត្តរបស់បងប្អូនទេប៉ុន្តែបើសិនជាហាន់ស្ដាងដូចខ្ញុំដូចថាពេលដែលយើងដាំទឹកស៊ុបស្រស់ទៅលើហ្នឹងទៅវាឆាប់ចេញជាតិពីសាច់គោអញ្ចឹងណាចាហើយការហាន់របស់ខ្ញុំហ្នឹងខ្ញុំអត់ប្រើសាច់ទាំងអស់ហ្នឹងទេគឺខ្ញុំប្រើតែនិយាយទៅប្រហែលជាខ្ទង់ចិត្តមួយខាំអីទេចាដោយសារតែខ្ញុំហូបតែបន្តិចដែរមានន័យថាខ្ញុំហូបធ្វើខ្លួនឯងសម្រាប់បើកន្លងអញ្ចឹងខ្ញុំហូបធ្វើតែមួយខាំទេតែបើសិនជាប្រើខុបច្រើននេះយើងអាចប្រើច្រើនអញ្ចឹងណាហាន់សាច់ឲ្យច្រើនទៅពីមួយខាំតាមសមាជិកបងប្អូនអញ្ចឹងទៅចាអញ្ចឹងបន្ទាប់ពីយើងហាន់សាច់គោហើយឥឡូវយើងមកហាន់គ្រឿងបន្តទៀតខ្ញុំប្រើខ្ទឹមក្រហមចំនួន2កំពឹសហើយកំពឹសរបស់ខ្ញុំមិនធំហើយក៏មិនតូចដែរល្មមចាហើយខ្ញុំហាន់ស្ដាងបែបហ្នឹងបើបងប្អូនចង់ហាន់ក្រាស់ជាងហ្នឹងក៏បានស្ដាងជាងខ្ញុំក៏បានដែរចាហើយចំពោះមើមខ្ទឹមសខ្ញុំប្រើ2កំពឹសដូចគ្នាចាខ្ញុំដំឲ្យបែកដូចខ្ញុំក៏បានដាក់ទាំងមូលក៏បានដែរចាអញ្ចឹងបន្តមកទៀតខ្ញុំប្រើជាមួយនឹងផ្សិតច្បើងហ្នឹងខ្ញុំចិត្តសបកអាខ្វៅវាចេញតែបើបងប្អូនចង់ដាក់ទាំងអស់ក៏អត់មានបញ្ហាអីដែរអានឹងតាមការចូលចិត្តរបស់បងប្អូនទេចង់ដាក់ទាំងមូលក៏បានចង់ចែកជា2ចែកជា4អីក៏បានដែរតាមមើលទៅតាមផ្សិតជាក់ស្ដែងថាធំឬក៏តូចអីអញ្ចឹងណាតែសម្រាប់ខ្ញុំចែកជា2ហើយចំពោះរំដេងអ្នកខ្លះទៀតគេចូលចិត្តដំតែសម្រាប់ខ្ញុំវាបាក់ដំដែរអញ្ចឹងខ្ញុំចិត្តជាចំណិតស្ដើងហើយចំពោះគល់ស្លឹកគ្រៃវិញចង់ដំដាក់ក៏បានមិនចង់ដំដាក់ក៏បានដែរហើយចំពោះស្លឹកក្រូចសើចខ្ញុំហាន់វាជាចំណិតទូចៗអញ្ចឹងណាហើយចំពោះជីខ្ញុំទុកហាន់ដាក់នៅពេលដែលខ្ញុំសូបទឹកស្ងោរជ្រក់នឹងពីលើហើយបាទខ្ញុំដាក់ជីតាមក្រោយចាអញ្ចឹងគ្រឿងផ្សំចាំបាច់មួយមុខទៀតហ្នឹងគឺក្រូចឆ្មាចោតបានទេនិយាយទៅបងប្អូនដាក់តាមការចូលចិត្តចង់បានជូរខ្លាំងដាក់ច្រើនចង់បានជូរតិចដាក់តិចអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងរៀបចំសាច់ហើយឥឡូវយើងមកដាំទឹកវិញម្ដងហើយការដាំទឹករបស់ខ្ញុំហ្នឹងគឺខ្ញុំមានបរិមាណវ៉លអីធំត្រូវខ្ញុំស្មានតាមសាច់ហើយនឹងតាមចានដែលខ្ញុំចង់ហូបអញ្ចឹងណានិយាយទៅគាត់តែខ្ញុំចាក់ទឹកចូលអត់បានប្រហែលទឹកចាប់ផ្ដើមពុះដោយសារតែឆ្នាំងខ្ញុំមានទូចដែរអញ្ចឹងណាអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់គ្រឿងចូលមានគល់ស្លឹកគ្រៃដែលខ្ញុំបានហាន់ហើយហ្នឹងបន្តមកទៀតខ្ញុំដាក់ជាមួយនឹងគ្រឿងផ្សេងទៀតមានដូចជាស្លឹកក្រូចមើមរំដេងមើមខ្ទឹមសហើយនឹងមើមខ្ទឹមក្រហមហើយចំពោះផ្សិតច្បើងហ្នឹងគឺខ្ញុំដាក់ចូលគ្នាតែម្ដងដោយសារទឹកខ្ញុំវាចិត្តពុះដែរអញ្ចឹងណាចាអញ្ចឹងឡងពេលដែលយើងទុកទឹកស្ងោរជ្រក់ឲ្យពុះហ្នឹងឥឡូវយើងមកចាប់ផ្ដើមរៀបចានដាក់សំទោសរៀបសាច់ដាក់ក្នុងចានអញ្ចឹងបើសិនជាបងប្អូនមានបន្លែទ្រាប់ពីក្រុមសាច់ដូចជាខ្ទឹមបារាំងអីបងប្អូនអាចបន្ថែមបានទៀតដោយសារតែខ្ទឹមបារាំងក៏ឆ្ងាញ់ដែរដោយសារតែខ្ញុំអត់មានទេខ្ញុំប្រើតែខ្ទឹមក្រហមខ្ញុំដាំទឹកធ្វើទឹកស៊ុបឲ្យពុះហ្មងទៅបងប្អូនអាចរៀបដូចខ្ញុំក៏បានតែកុំដាក់ដុំប្រយ័ត្នពេលដែលដួសទឹកទៅវាអត់ឆ្អិនសាច់អីអញ្ចឹងណាចាហើយបងប្អូនអាចថែមក្រូចឆ្មាក្នុងនឹងឲ្យហើយដែរដើម្បីឲ្យវាកាត់ឆ្អាបផងដែរអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីយើងរៀបសាច់ដាក់ចានហើយទឹកយើងក៏ពុះល្មមដែរហើយបន្លែហ្នឹងក៏ចាប់ផ្ដើមច្របដែរអញ្ចឹងបងប្អូនពេលហ្នឹងបងប្អូនបន្ថែមគ្រឿងទេសតាមការចូលចិត្តមានទឹកត្រីមានប៊ីចេងមានអំបិលអីតាមការចូលចិត្តរបស់បងប្អូនអញ្ចឹងណាចាហើយខ្ញុំ
បន្ថែមទឹកត្រីបន្តិចសិនហើយនឹងគ្រឿងទេសផ្សេងទៀតមានដូចជាដូចខ្ញុំបានប្រាប់ខាងមុនអញ្ចឹងមានប៊ីចេងមានអំបិលអីអញ្ចឹងណាបងប្អូនចាហើយថែមហ្នឹងបើថែមច្រើនទេថែមល្មមអត់ខ្លះវាប្រៃពេកឬក៏វាប្រៃខ្លាំងឬក៏វាផ្អែមខ្លាំងអីអញ្ចឹងណាចាអាហ្នឹងពេលលើក្រោយទៅយើងអាចថែមតាមក្រោយទៀតបានដល់ពេលដែលយើងដួសទឹកស៊ុបដាក់ចានអញ្ចឹងណាចាអញ្ចឹងបន្ទាប់ពីទឹកស៊ុបរបស់យើងឆ្អិនល្អហើយឥឡូវខ្ញុំលើកវាយកមកខាងក្រៅចុចក្រានដើម្បីយើងដួសដាក់ក្នុងចានណាអញ្ចឹងបងប្អូនដួសដូចខ្ញុំមកដួសទឹកត្បូងដួសទឹកសិនមកចាដួសទឹកសិនមកចាបន្ទាប់មកទៀតយើងយកវែកយើងហ្នឹងកូរសាច់ហើយទឹកហ្នឹងឲ្យចូលគ្នាដើម្បីឲ្យសាច់ហ្នឹងវាឆាប់ចេញជាតិមកទឹកណាចាទាំងធ្វើអញ្ចឹងពេលយើងស្ងោរជ្រក់ធ្វើរបៀបហ្នឹងមានន័យថាយើងហូបទៅបានវីតាមីនច្រើនពីសាច់អញ្ចឹងណានៅពេលដែលយើងធ្វើដាក់ក្នុងឆ្នាំងវាអាចនឹងធ្វើឲ្យសាច់នឹងឆ្អិនពេកអញ្ចឹងវាបាត់វីតាមីនបាត់សារធាតុចិញ្ចឹមពីសាច់អញ្ចឹងអ្នកដែលខ្វះគ្រាប់ឈាមហ្នឹងអាចបើកម្លាំងធ្វើស្ងោរជ្រក់សាច់គោដូចខ្ញុំបង្ហាញនឹងបានចាបងប្អូនមើលតែទឹកស៊ុបហ្នឹងក៏ដឹងថាមានជាតិដែរដោយសារតែវាក្រហមអញ្ចឹងណាហើយទឹកស៊ុបដែលខ្ញុំធ្វើនេះគឺល្មមមួយចាននឹងហ្មងហូបម្នាក់ឯងឬក៏ពីរនាក់គឺល្មមចាចឹងបងប្អូនចូលចិត្តឬក៏ចង់បើកម្លាំងអីអាចធ្វើដូចខ្ញុំបានហើយបើមានជីអីអាចហាន់ទុចៗឲ្យរោយពីលើដូចខ្ញុំបង្ហាញនេះបាន